ចាថ្ងៃនេះនឹងខ្ញុំមានមុខម្ហូបប្លែកមួយមុខទៀតហើយយកមកចែករំលែកបងប្អូនសម្រាប់មុខម្ហូបមួយមុខនេះចាបងប្អូនធ្វើហើយប្រកាសជាញ៉ាំបាយបានច្រើនចារបៀបធ្វើចំហុយពងត្រីសាច់ជ្រូកចិញ្ច្រាំបងប្អូនម្ហូបនេះនាងខ្ញុំនឹងបង្ហាញធ្វើដោយងាយហើយនឹងមានរសជាតិឆ្ងាញ់ផងដែរតែនិយាយរឿងឆ្ងាញ់ឥឡូវនេះនាងខ្ញុំបានត្រៀមចាទុកសម្រាប់ធ្វើត្រីសាច់ជ្រូកចិញ្ច្រាំរួចរាល់ហើយបងប្អូនចានហើយនេះគឺជាគ្រឿងផ្សំមានពងត្រីមានសាច់ជ្រូកចិញ្ច្រាំបន្ទាប់មកមានពងទាចានេះគឺជាខ្ទឹមសខ្ទឹមក្រហមចិញ្ច្រាំបន្ទាប់មកមានស្លឹកខ្ទឹមហាន់ជាកំណាត់ខ្លីៗហើយនិយាយរឿងម្ហូបមួយមុខនេះបងប្អូនក៏មានលក់ផងដែរចានិយាយរឿងលក់នឹងចាឥឡូវនាងខ្ញុំថ្ងៃនេះមកធ្វើនៅមាត់ទឹកជំរាបសួរបងប្អូនចាសុខសប្បាយជាអត់ថ្ងៃនេះនឹងនាំមកនៅមុខម្ហូបមួយមុខទៀតហើយថ្ងៃនេះមកធ្វើនៅមាត់ទឹកបងប្អូននេះនាងខ្ញុំធ្វើសាច់ជ្រូកចិញ្ច្រាំចំហុយជាមួយពងត្រីហើយនិយាយម្ហូបមួយមុខនេះបងប្អូនណាចង់មកធ្វើនៅមាត់ទឹកនាងខ្ញុំណាបងប្អូនគ្រាន់តែជូននៅវ៉ាន់នឹងឡើង2-3ជើងទៅបានមកធ្វើម្ហូបនៅមាត់ទឹកចាឥឡូវនាងខ្ញុំនឹងបង្ហាញពីវិធីធ្វើតែម្ដងសម្រាប់ពងត្រីនេះគឺយើងយកមកកោសបែបហ្នឹងបងប្អូនចាយើងកោសឬក៏ចិញ្ច្រាំជាមួយនឹងសាច់ជ្រូក3ជាន់ហ្នឹងក៏បានដែរចាសម្រាប់ពងត្រីនេះដែរគឺនាងខ្ញុំយកពងត្រីដែលអត់មានប្រឡាក់អំបិលឬក៏គេហៅថាផ្អកពងត្រីអីហ្នឹងអត់មានទេគឺខ្ញុំយកត្រីស្រស់តែម្ដងហើយនិយាយពងត្រីនេះបងប្អូននាងខ្ញុំយកមករៀងស្រស់ហ្នឹងចាយកមកកោសវាឲ្យបែបរៀងម៉ត់ឬល្អិតបែបហ្នឹងណាបងប្អូននឹងខ្ញុំធ្វើការប្របែកពងត្រីយើងហ្នឹងបងប្អូនប្របែកវាឲ្យបែកសិនទើបនាងខ្ញុំយកមកលាយហើយថ្ងៃនេះនាងខ្ញុំមកធ្វើនៅមាត់ទន្លេនឹងដើម្បីយកអាកាសធាតុដល់បងប្អូនអីយ៉ាយកទេសភាពប្លែកគឺបងប្អូនទស្សនាថ្ងៃនេះផងដែរលើកទី1ហើយនាងខ្ញុំមកអង្គុយធ្វើនៅមាត់ទន្លេបងប្អូនហើយថ្ងៃនេះស្ងាត់អ្នករកត្រីចាស្ងាត់អ្នករកត្រីរកលៀសរកព្រំអីអស់ហើយរួចរាល់ហើយនៅទលាយណាបងប្អូនឥឡូវពងត្រីនឹងខ្ញុំបានធ្វើរៀបចំរួចរាល់ណាបងប្អូនឥឡូវដល់វគ្គទៅវាលាយគ្រឿងហើយណាចាបងប្អូនមកធ្វើម្ហូបប៉ះបងប្រុសគាត់មកដាក់ត្រីដែរបងប្អូននេះចាសម្រាប់ពងទានេះគឺនាងខ្ញុំប្រើ5គ្រាប់បងប្អូនតែយើងប្រឡោះជាមួយនឹងសាច់ជ្រូករបស់យើងហ្នឹងគឺនាងខ្ញុំប្រើ4គ្រាប់ទេណាបងប្អូនធ្វើការគូឲ្យក្លុកវាវាយវាបានម៉ត់ល្អអញ្ចឹងមកចាសម្រាប់ពងត្រីនេះនាងខ្ញុំប្រើ3ខាំផងដែរបងប្អូនយើងធ្វើការប្របែកពងត្រីបានរួចរាល់ហើយដាក់ចូលជាមួយនឹងពងទាតែម្ដងចាធ្វើការវឹកវាយវាឲ្យបែកចូលគ្នាតែនិយាយរឿងវឹកចូលគ្នាឥឡូវដល់វគ្គដាក់សាច់ជ្រូកចូលហើយសម្រាប់សាច់ជ្រូកនេះនាងខ្ញុំប្រើ2ខាំកន្លះផងដែរបងប្អូនចាឥឡូវដល់វគ្គដាក់គ្រឿងឯណាបងប្អូនឥឡូវនេះនាងខ្ញុំប្រើទឹកត្រី1ស្ព្រាបាយផងដែរចាគ្រឿងផ្សំបន្តមានម្សៅស៊ុបសម្រាប់ម្សៅស៊ុបនាងខ្ញុំប្រើ1ស្ព្រាកាហ្វេកន្លះចាបន្ទាប់មកមានស្ករសសម្រាប់ស្ករសនេះនាងខ្ញុំប្រើ1ស្ព្រាបាយកន្លះដែរចាសម្រាប់ប៊ីចេងនាងខ្ញុំប្រើកន្លះស្ព្រាកាហ្វេបងប្អូនផ្សំគ្រឿងបានរួចរាល់នាងខ្ញុំបន្ថែមជាមួយនឹងខ្ទឹមសចិញ្ច្រាំនឹង5កាពឹសខ្ទឹមក្រហមចិញ្ច្រាំនឹងចំនួន1ដុំដាក់គ្រឿងចូលបានសព្វរួចរាល់ហើយធ្វើការវឹកពងទារបស់យើងនឹងឲ្យបានបែកចូលគ្នាបន្ទាប់មកបន្ថែមជាមួយនឹងស្លឹកខ្ទឹមដែលហាន់បែបល្អិតហ្នឹងចូល2ស្ព្រាកាហ្វេធ្វើការវឹកវឹកស្លឹកខ្ទឹមនឹងឲ្យបានម៉ត់ចូលជាមួយនឹងគ្រឿងចាបន្ទាប់មកនេះខ្ញុំចាប់ផ្ដើមត្រៀមនឹងទៅដាក់ចំហុយហើយបងប្អូននិយាយរឿងចំហុយនេះដាំឆ្នាំងនៅលើចង្ក្រានដួសទឹកទន្លេនឹងយកមកដាក់ចូលតែម្ដងចាបន្ទាប់ពីដាក់ចូលហើយនេះខ្ញុំចាប់ផ្ដើមចាដាក់ជើងចំហុយហើយបងប្អូនចាឥឡូវត្រៀមនឹងចំហុយពងត្រីហើយនាងខ្ញុំក៏ចាប់ផ្ដើមកាត់ម្ទេសជាកំណាត់តូច
ចារៀបចំនៅលើពងត្រីរបស់យើងនឹងពីវាផ្លែផងដែរបន្ទាប់ពីបានត្រៀមចំហុយរួចរាល់នេះខ្ញុំចាប់ផ្ដើមរៀបចំធ្វើបន្លែសម្រាប់ញ៉ាំជាមួយនឹងចាពងត្រីចំហុយរបស់យើងនឹងនិយាយរឿងហ្នឹងមកអង្គុយមាត់ទន្លេហ្នឹងបងប្អូនស្រួលនេះស្រួលចាមិនបាច់ទៅរកទឹកពីណាទេដងតែក្នុងទឹកទន្លេហ្នឹងយកមកដាក់លាងហ្នឹងងាយស្រួលមែនតើចានាងខ្ញុំមកក៏សប្បាយចិត្តដែរបានធ្វើនៅទីនេះខ្យល់អាកាសវិញណាបងប្អូនលហើយលហៀចាហើយតិចស្រួលមែនតើនៅមាត់ទឹកហ្នឹងឥឡូវតែនិយាយរឿងខ្យល់តិចឥឡូវដល់វគ្គមកចិត្តបន្លែបងប្អូនសម្រាប់កសក់នេះនាងខ្ញុំចិត្តសបកវាបានស្អាតអញ្ចឹងណាចាហើយបន្លែទាំងអស់ហ្នឹងក៏រៀងច្រើនដែរពីពីមុខតែអញ្ចឹងតម្រាំតែចំហុយពងត្រីយើងបានឆ្អិនហ្នឹងណាបងប្អូននេះខ្ញុំចាប់ផ្ដើមធ្វើបន្លែបដាឲ្យបងប្អូនហើយបន្លែហ្នឹងពីពីមុខដែរហើយនេះខ្ញុំចិត្តសបកហើយដួសទឹកទន្លេនឹងយកមកលាងនៅកន្លែងហ្នឹងពីទឹកទៅខ្ញុំពងចិត្តបន្លែបងប្អូននេះចិត្តបន្លែហើយដាក់ត្រាំទឹកដាក់ត្រាំទឹកទន្លេហ្មងបងប្អូននៅមាត់ទន្លេហើយនឹងត្រាំទឹកអីនេះទឹកទន្លេហ្នឹងឯងបងប្អូនធ្លាប់ចំហុយពងត្រីញ៉ាំជាមួយនឹងលក់ស្ងោរដែរអត់បងប្អូនចានេះខ្ញុំចាប់ផ្ដើមចិត្តសបកធ្វើជាលក់ស្ងោរមួយមុខនឹងលក់ស្រស់ហ្នឹងមួយមុខដែរសម្រាប់លក់នេះគឺខ្ញុំធ្វើពីមុខជូនបងប្អូនទស្សនាហើយសម្រាប់នេះខ្ញុំញ៉ាំផងដែរចិត្តឆ្អិនហើយបងប្អូនចិត្តឆ្អិនហើយពងចិត្តពោតបារាំងបងប្អូនចិត្តពោតបារាំងទុកស្ងោរជ្រលក់ជាមួយនឹងពងត្រីយើងហ្នឹងណាហើយនិយាយរឿងពោតបារាំងនេះដែរបងប្អូនពេលដែលយើងស្ងោរញ៉ាំជាមួយពងត្រីហ្នឹងបងប្អូនគឺមានរសជាតិឆ្ងាញ់ហើយចាចាប់ជាតិជាមួយនឹងពងត្រីយើងចំហុយហ្នឹងណាចាបន្ទាប់ពីនាងខ្ញុំចាប់ផ្ដើមត្រាំបន្លែបានរួចរាល់មួយសន្ទុះហើយនាងខ្ញុំចាប់ផ្ដើមចាយកបន្លែយើងមកលាងទឹកឲ្យបានស្អាតហើយណាបងប្អូនហើយនិយាយរឿងបន្លែនេះលាង2 ទៅ 3 ទឹកទៅដើម្បីឲ្យបន្លែយើងបានស្អាតល្អហើយយើងត្រាំអញ្ចឹងទៅក៏វាអស់ជាតិជីឬក៏គីមីអីអញ្ចឹងណាបងប្អូនហើយនិយាយថ្ងៃនេះដែរមកធ្វើម្ហូបនៅក្រោមនឹងដូចមានអារម្មណ៍ល្អដែរបងប្អូនសប្បាយចិត្តរីករាយហើយអារម្មណ៍ស្រស់ថ្លាទៀតពីព្រោះទឹកទន្លេនៅចិត្តដៃដងដួយកមកលាងបន្លែយើងហ្នឹងបងប្អូនតែបើឲ្យនិយាយយកទឹកទន្លេហ្នឹងមកស្លគឺអត់ហ៊ានចម្អិនជាម្ហូបទេបងប្អូនយើងគ្រាន់តែលាងអញ្ចឹងគឺមិនអីទេអញ្ចឹងដងដួស2 3 ដងហើយបងប្អូនហើយលាងបាន2 3 ទឹកផងដែរបន្លែនេះក៏បានស្អាតរួចរាល់ហើយនឹងខ្ញុំកំពុងតែត្រៀមមើលបន្លែយើងយកទៅរៀបចំស្ងោរអីអញ្ចឹងណាបងប្អូនរាល់ហើយបងប្អូនបន្លែលាងរួចហើយនៅតែស្ងោរណាបងប្អូននេះនឹងខ្ញុំមានដំណងចាហើយជ្រលក់មួយផ្កាថ្នាដែរហើយមាននេះលក់នេះបងប្អូនពោតអានោះគេហៅពោតបារាំងណាបងប្អូនដាក់មើលអូចិត្តឆ្អិនណាស់បងប្អូនតន់ឆ្អិននេះនឹងខ្ញុំចាច់មើលនៅជ្រាយឡើយធ្វើបន្លែបានចប់រួចរាល់ហើយចាប់ផ្ដើមមកបាក់មើលពងត្រីចំហុយជាមួយសាច់ជ្រូកចិញ្ច្រាំយើងហ្នឹងបែបម៉េចហើយឥឡូវនេះគឺចាប់ផ្ដើមនិយាយទៅចំហុយពងត្រីនេះរៀងយូរបន្តិចដែរហ្នឹងណាបងប្អូនកម្លាំងតែឆ្អិនខ្ញុំញ៉ាំទៅសក់លេងបងប្អូនបងប្អូននេះខ្ញុំចាប់ផ្ដើមចិត្តបន្លែបដាពួកអីផ្អកពងត្រីយើងចិត្តឆ្អិនហើយនឹងខ្ញុំស្ងោរបងប្អូននេះស្ងោរអាហ្នឹងណាហើយស្ងោរដូងដែរនេះអាដូងហ
ហើយនិយាយរឿងពងត្រីចំហុយនេះបងប្អូនឆ្ងល់ទេថានឹងខ្ញុំដាក់គ្រឿងអីច្រើនម្លេះម្សៅស៊ុបឬក៏ទឹកត្រីហ្នឹងចាតាមពិតទៅពងត្រីនេះគឺអត់បានប្រឡាក់គ្រឿងប្រឡាក់អំបិលទេណាបងប្អូនដោយសារតែពងត្រីយើងសាបទឹកនាងខ្ញុំប្រើអំបិលនិងគ្រឿងរៀងច្រើនបន្តិចចាអញ្ចឹងហើយបងប្អូនកុំឆ្ងល់ថានាងខ្ញុំប្រើគ្រឿងច្រើនចាខ្ញុំបន្លែទឹកស្ងោរបងប្អូនខ្ញុំស្ងោរមានការកាត់ណាសអានុងខ្ចីហើយនឹងជាមួយនឹងពោតបារាំងដែរចាំផ្អកយើងឆ្អិនចាំយើងដាក់ស្ងោររួចរាល់ហើយណាចានិយាយអញ្ចឹងបន្លែនេះខ្ញុំត្រៀមរួចរាល់ហើយបងប្អូនមិនថាបន្លែស្រស់ឬបន្លែស្ងោរទេឥឡូវបាយមកមើលឆ្នាំងចំហុយរបស់យើងម្ដងចាយើងយកសមសកត់ឬកញ្ចុចបែបហ្នឹងមកពេលដែលលែងមានទឹកហើយបានន័យថាពងត្រីយើងបានឆ្អិនហើយបងប្អូនបន្ទាប់មកបន្ថែមជាមួយនឹងពងទាមួយគ្រាប់ទៀតដើម្បីយកចាដាក់ឲ្យមានសុភ័ណភាពឬក៏ពណ៌ស្រស់ស្អាតអញ្ចឹងណាឥឡូវទៅនិយាយរឿងពណ៌ស្អាតឥឡូវដល់វគ្គដាក់ស្លឹកខ្ទឹមចូលហើយបងប្អូនសម្រាប់ស្លឹកខ្ទឹមហាន់ជាកំណាត់តូចៗដាក់ចូលពីលើនឹង2ស្ព្រីកាហ្វេផងដែរចាពងត្រីឆ្អិនដល់វគ្គដាក់ស្ងោរបន្លែយើងហើយនិយាយរឿងបន្លែស្ងោរតែមួយផ្លែតបានឆ្អិនបាត់បងប្អូនការញ៉ាំបន្លែស្ងោរធ្វើយើងមានសុខភាពល្អចាវីដេអូធ្វើម្ហូបមួយមុខនេះដែរបើមានការខុសឆ្គងចាដោយប្រការណាសូមបងប្អូនអភ័យទោសដល់នាងខ្ញុំចាសូមសួរបន្តិចបងប្អូនទស្សនាហើយធ្វើញ៉ាំដែរទេចាសម្រាប់ពងត្រីចំហុយសាច់ជ្រូក3ជាន់គឺមានរសជាតិឆ្ងាញ់បងប្អូនចូលចិត្តរសជាតិបែបណាចាអាចដាក់តាមចំណង់ចំណូលចិត្តទៅហើយនិយាយរឿងវីដេអូថ្ងៃនេះបងប្អូននាងខ្ញុំថតម្ហូបថ្ងៃនេះគឺរៀងយប់ហើយបងប្អូនចាដល់វគ្គភ្លក់អាយរសជាតិគឺឆ្ងាញ់ល្មមសម្រាប់នាងខ្ញុំក្នុងថ្ងៃនេះផងដែរចានាងខ្ញុំក៏សូមអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចានាងខ្ញុំក៏សូមជូនពរបងប្អូនសូមឲ្យមានសុខភាពល្អចាកុំភ្លេចជួយ like និង share វីដេអូនេះជូនអ្នកខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីពីអ្នកខ្ញុំរាល់ថ្ងៃចាស្រីផាត់មហូបឆ្ងាញ់សូមអរគុណបងប្អូនដែលចូលតាមដានទស្សនាវីដេអូរបស់អ្នកខ្ញុំចាអរគុណច្រើនជម្រាបលាបាយបាយ